nơi sọc mai bà đấy buổi tới bóng phinh nơi sọc mai việc còn tại chắc việc còn tại bất ngoan dương việc trong đây dương mình ai cũng bình càng như bà đấy hay không mình tại chọn từ châu không ẩn đẹp của anh đây càng như để dương bóng phinh nơi chắc ở đã chết đăng hôn san ở kỳ chắc hôn san do tại cắt đồ đám lời chứ bạn của cô chỉ chút ở rất sầm lắm luôn rock mơn rock sai nè ti mùi ti ca bia prong tai bằng hai ở chứ bạn thà yuan chuyên viênประเทศ Campuchia เอา yuan បកលសំទឹកដីខ្មែរហើយខ្ញុំបានដណ្ដើមយកជោគជ័យមួយពីព្រោះបង្គោលដែលខ្ញុំដកនៅខេត្តស្វាយរៀងនៅស្រុកចន្ទរាបង្គោល185ក្រោយពីខ្ញុំដកបង្គោលឈើណាយួនវាបានបោះបង្គោលនៅចិត្តហ្នឹងវាដកថយទៅវិញទាំងអស់មានន័យថាវាបោះខុសសំរងស៊ីទៅចាប់បង្គោលនឹងមួយសំរងស៊ីដោះទៅវិញចោលយួនទទួលស្គាល់យួនភ័យយួនដកបង្គោលខ្លួនវាទាំងអស់អាបង្គោលដែលវាឈ្លានពានយកមកបោះវាដកថយទៅស្រុកយួនវិញមិនមែនធម្មតាទេបងប្អូនយួនមិនអាចថយទេក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាថ្មីនេះមានតែលើកទី1ដែលសំរងស៊ីទៅឲ្យយួនថយពីព្រោះអ្នកស្នេហាជាតិហ៊ានតស៊ូជាមួយយួនថយនេះក៏តែយើងមានបច្ចេកទេសយើងមានកម្លាំងប្រាជ្ញាយើងចេះរកផោះតាងយើងចេះរកឯកសារយើងចេះតាក់ទងជាមួយស្ថាប័នពាក់ព័ន្ធសំខាន់ក្នុងពិភពលោកអាចទើបយើងអាចទទួលជ័យជំនះបានការងារទាំងអស់នេះគឺយើងត្រូវបំពេញពេលដែលយើងមានលទ្ធភាពយើងមានឱកាសយើងមានកម្លាំងកាយកម្លាំងចិត្តកម្លាំងប្រាជ្ញាហើយក៏មានធនធានជាថវិកាខ្លះព្រោះការងារនេះគឺយើងត្រូវការចំណាយដូចជាប្តឹងហ៊ុនសែនទៅតុលាការអន្តរជាតិត្រូវការចំណាយដូចច្រើនណាស់ត្រូវមានមេធាវីមានអីប្តឹងគ្រប់ស្ថាប័នគ្រប់តុលាការមិនមែនតែប្តឹងនៅញូវយ៉កទេយើងនឹងប្តឹងនៅអេស្ប៉ាញយើងនឹងប្តឹងនៅបែលហ្សិកយើងនឹងប្តឹងនៅហូឡង់ដូចគេសូម្បីប្រធានាធិបតីឥណ្ឌូនេស៊ីខ្លាចអត់ហ៊ានទៅហូឡង់ខ្លាចតុលាការចាប់យើងទៅប្តឹងនៅតុលាការទាំងអស់ឲ្យគេចាប់ហ៊ុនសែនឲ្យតតែបានមិនចាប់បាច់ឆ្នាំ2013ទេបងប្អូនកាន់តែឆាប់កាន់តែល្អអត់ថយទេបងប្អូនពីព្រោះខ្ញុំប្រាជ្ញាចិត្តថាលើកនេះមិនមែនតវ៉ាដើម្បីដោះដូរឲ្យរូបខ្ញុំទៅស្រុកខ្មែរវិញទេខ្ញុំអត់ចង់ទៅស្រុកខ្មែរវិញទេដរាបណាហ៊ុនសែននៅកាន់អំណាចនៅតែបំផ្លាញជាតិនៅតែបំរើយួនខ្ញុំអត់ទៅបានទេខ្ញុំចាំហ៊ុនសែនធ្លាក់ពីអំណាចឬចិត្តធ្លាក់បានខ្ញុំទៅរុញឲ្យធ្លាក់ឲ្យបានឆាប់តែសូមជម្រាបថាហ៊ុនសែនគាត់និយាយបំផ្លើសគាត់ថាខ្ញុំបានទៅសុំទោសគាត់មិនដែលសុំទោសទេបងប្អូនខ្ញុំបានប្រើពាក្យសោកស្ដាយឲ្យសុំទោសខុសគ្នាឆ្ងាយexcuse ខុសគ្នាឆ្ងាយបើយើងឃើញគ្រោះថ្នាក់ចរាចរណ៍ឃើញថាឡានបុកមនុស្សម្នាក់ស្លាប់យើងថាមានការសោកស្ដាយប៉ុន្តែយើងមានថាយើងទៅសុំទោសណាបើយើងសុំទោសមានថាយើងអ្នកបុកជាងងយើងសោកស្ដាយវាសោកស្ដាយខ្ញុំសោកស្ដាយពីព្រោះហ៊ុនសែនជាជនក្បត់ជាតិអានឹងជាការសោកស្ដាយបងប្អូនសោកស្ដាយហ៊ុនសែនជាអាយ៉ងយួនសោកស្ដាយប៉ុន្តែសុំទោសអត់សុំទោសដាច់ខាត់បងប្អូនមានតែហ៊ុនសែនត្រូវតែសុំទោសប្រជារាស្ត្រខ្មែរវិញពីព្រោះធ្វើបាបរាស្ត្រយកដីរាស្ត្រចាប់រាស្ត្រដាក់គុកបំផ្លាញជាតិគាត់ហ៊ុនសែនសុំទោសប្រជារាស្ត្រខ្មែរវិញលើកនេះសំរងស៊ីអត់ថយហ៊ុនសែនមកលឹកជង្គង់មុខសំរងស៊ីថាឲ្យដកពាក្យមិនដឹងឲ្យហ៊ុនសែនរួចខ្លួនអត់ដាច់ខាតគាត់ហ៊ុនសែនចុះចេញពីតំណែងបានសំរងស៊ីសុខចិត្តយ៉ាងហើយបងប្អូនប្រទេសយើងឥឡូវមកដល់ដំណាក់កាលចុងក្រោយបងប្អូនយើងត្រូវតែតស៊ូដណ្ដើមយកជ័យជំនះឲ្យបានក្នុងរយៈពេលដ៏ឆាប់ខាំនេះទេមិនមែនចាំបាច់ទៅបង្ហូរឈាមធ្វើសង្គ្រាមទេបងប្អូនអត់មានឲ្យប្រជារាស្ត្រខ្មែរចេញមុខវេទនាឲ្យគេធ្វើបាបទេអត់ទេយើងធ្វើការលើឆាកអន្តរជាតិផ្លូវតិចផ្លូវច្បាប់មានប្រសិទ្ធភាពទីបញ្ចប់នឹងទទួលជោគជ័យសម្រាប់ប្រទេសជាតិយើងទាំងអស់នេះខ្ញុំសូមអរគុណបងប្អូនជាណែកម្មការខ្ញុំគាត់និយាយស្រួលប៉ុន្តែអំពីយុទ្ធសាស្ត្រគណៈបកសំរងស៊ីគម្រោងដែលយើងធ្វើតាមផ្លូវច្បាប់ផ្លូវនយោបាយផ្លូវតុលាការផ្លូវបច្ចេកទេសផ្លូវត្រជាក់ផ្លូវស៊ីវិល័យសំរងស៊ីមិនមែនឃាតករដូចហ៊ុនសែនចេះតែសម្រាប់គេចេះតែចាក់គេដាក់គុកទេបងប្អូនយើងត្រូវតែមានសិលធម៌សច្ចធម៌យុត្តិធម៌ដើម្បីស្រោចស្រង់ប្រទេសកម្ពុជាសូមអរគុណជាអ្នកកម្មការ
គឺកាលចាយើងបើផ្លែថាច្រឡំណាចូលពីណាបាក់យើងទៅបញ្យល់គាត់គាត់ស្គាល់ពីសិទ្ធគាត់ចូលរួមដោះស្រាយបញ្ហាបង្កើតសហជីពប៉ុន្តែលើនេះក្រុមผู้ជំនាញต้องក្នុងកន្លែងនេះបងប្អូនខ្ញុំសូមរំលឹកទៅចំណុច2ដែលខ្ញុំបានចុះធ្វើការពិព័រណ៍ទៅជាក្តៅរបស់គឺនៅឃុំអមនេះបងប្អូនកន្លែងនោះអត់មានទេអន្តរជាតិបាទខេត្តកំពង់ស្ពឺកន្លែងនោះអត់មានទេយើងទៅរកតែសម្លេងដាក់ជាសមាជិកក្រុមប្រឹក្សាឃុំតែទៅចូលរួមបានយ៉ាងណាមិញទៅកាត់ចែកលើភូមិកសាងភូមិសង្គ្រោះសុខចិត្តបរិយដែលស្រុកក្នុងការកាត់ទាល់កន្លែងនេះបានប្រកបសកម្មជួយបងជួយសិទ្ធិនេះបានការតែការឡើងនេះចលនានេះគឺត្រូវតែមានបញ្ហាសម្ព័ន្ធនឹងបន្តចាយើងមានវិធានមានអនុទានមានអគ្គលេខាធិការហិរញ្ញនិងស្នងការជាលេខចានេះគឺខៃយើងបង្កើតនៅពេលបោះឆ្នោតជ្រើសរើសមានយើងកំពុងតែបដូរផ្ដាច់ការពៀនទឹកអីបដូរផ្ដាច់សង្គ្រោះនេះតពុកយើងជីវិតបណ្ដាយើងមានគេមកបាយយើងពីបណ្ដាយួនដែលកំពុងតែសម្រាប់បណ្ដាយើងមកបាយយើងដែលកំពុងតែបាយយួនដែលកំពុងតែជួយបណ្ដាយើងគឺវាខុសស្រឡះពីអ្វីដែលជាឧត្តមគតិរបស់យើងអញ្ចឹងហើយឥឡូវចង់ឃើញលក្ខណៈគឺសំខាន់មិនស្មោះត្រង់តែសំទាំងស៊ីកំពុងតែបដូរផ្ដាច់បាយជាមួយយួនផ្ដាច់គាត់រឿងអីនៅតែជាសមាជិកមកគិតជួយបាយយួនផងចឹងមានន័យថាអ្នកឯងចង់មិនចង់ឲ្យផ្ទាល់ឲ្យប្រយោជន៍ទៅសុខាបម្រើយួនតាមរយៈគុណសែនហើយចឹងសមាជិកអត់ទុកចិត្តទេបើខ្លួនគាត់បានចាំ3ឆ្នាំនេះសូមបញ្ចេញស្នាដៃគុំបញ្ចេញតែសម្ដីគុំសុខាបកែបញ្ចេញតែសម្ដីសូមបញ្ចេញស្នាដៃថាហ៊ានបាយយួនដល់ណាចាំ2ឆ្នាំ3ឆ្នាំទៀតសូមមើលថាស្នាដៃខ្លួនដល់ណាសមាជិកនឹងមានចាប់សូមអរគុណបងប្អូនដែលជួយដំណើរទៅឆ្ងាយជើញបានប្រកបដោយសុវត្ថិភាពសូមអរគុណជាអាណកម្មការដែលមានយកបច្ច័យនេះមកឲ្យខ្ញុំជួយធ្វើដំណើរដើម្បីខ្ញុំស្អែកខ្ញុំឲ្យទៀតហើយទៅធ្វើកិច្ចការសម្រាប់សមត្ថភាព3ដងច្បាប់ក៏ដងច្បាប់ក៏ដងប៉ុន្តែអត់ទេបងប្អូនអត់ថ្ងៃបងប្អូនម្ដងទៀតធ្វើឲ្យខ្ញុំស្អែកបាត់គាត់ទៅបានគាត់ទៅឲ្យយួនខ្ញុំដឹងថាយួនវាលើកគ្នានេះមកជំនួសខ្លួនឯងវាមានគ្នានេះមកវាយកអាបាទសុំលើកដៃទាំងអស់គ្នាមួយជោគជ័យជ័យយោគណៈបកសំរងស៊ីជ័យយោជ័យយោលោកប្រធានសំរងស៊ីជ័យយោសំរងស៊ីជ័យយោមានកម្ពុជាជនជាតិខ្មែរ